ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជានាងខ្ញុំចាកិច្ចការឈប់100ស្ទាបចារបៀបកាច់ងាយយើងបត់ឆ្វេងបត់ស្ដាំហើយក៏យើងញុកចូលទៅអញ្ចឹងណាខ្ញុំកាច់របៀបលក្ខណៈថានឹងស្រួលទេពុកម៉ែបងប្អូនចាយើងកាច់ឲ្យចេញបណ្ដូលក្នុងនៅខាងក្នុងវាមានចាផ្កាឈប់100ស្ទាបនៅក្នុងនឹងអញ្ចឹងណាក្លិនក៏ក្រអូបចាយើងអាចហូបផ្លែបានចាចុះវាក៏អាចហូបបានដែរពុកម៉ែបងប្អូនចាហើយចំពោះផ្កាឈប់ហ្នឹងគឺសម្រាប់យកបូជាព្រះចារៀបចំកម្មពិធីបុណ្យផ្សេងតាមតម្រូវការពុកម៉ែបងប្អូនចាឬក៏យកទៅចាធ្វើជាចាប្រទីបចានេះនាងខ្ញុំបានកាច់ការឈប់100ស្ទាបហើយពុកម៉ែបងប្អូនចាសស្អាតមែនទែនចាអរគុណច្រើន